សួស្តីបងប្អូនតើសុខសប្បាយជាទេជួបជាមួយលោកគ្រូម្ដងទៀតហើយលោកគ្រូមានឈ្មោះរាវិចិត្រាជាគ្រូបង្រៀនគីមីវិទ្យាមកពីសាលាចំនួនថ្មីវិទ្យាល័យព្រែកលៀបនៅក្នុងវីដេអូនេះដែរបងប្អូននឹងសិក្សាជាមួយលោកគ្រូនៅមុខវិជ្ជាគីមីវិទ្យាថ្នាក់ទី11ដែលយើងនឹងសិក្សានៅត្រង់ជំពូកទី2និយាយអំពីលោហៈមេរៀនទី2យកបកលោហៈតចប់នៅក្នុងវីដេអូនេះបងប្អូននឹងសិក្សាជាមួយលោកគ្រូនៅពីចំណុចធំៗដែលយើងបន្តដល់ចំណុចទី2និយាយអំពីបម្រើបម្រាស់លោហៈនៅក្នុងចំណុចទី2នេះដែរគឺយើងមានចំណុច2តូចទៀតគឺមានចំណុចកការប្រើប្រាស់លោហៈសុទ្ធនិងចំណុចខការប្រើប្រាស់សំលោហៈយើងចូលដល់រមាំងទី3គឺនិយាយអំពីការកែច្នៃឡើងវិញបងប្អូនក៏អាចសិក្សាបន្ថែមនៅក្នុងសៀវភៅសិក្សាគោលចំណេះទូទៅគីមីវិទ្យាថ្នាក់ទី11នៅត្រង់ទំព័រទី54ដល់ទំព័រទី57បន្ទាប់ពីមើលវីដេអូនេះចប់បងប្អូននឹងមានសមត្ថភាពទី1គឺបងប្អូនអាចពន្យល់អំពីកត្តាសំខាន់នៅក្នុងការជ្រើសរើសយកលោហៈទៅប្រើប្រាស់បានត្រឹមត្រូវអាស្រ័យទៅលើលក្ខណៈរបស់វានិងទី2នោះគឺបងប្អូនអាចពណ៌នាអំពីការប្រើប្រាស់លោហៈសុទ្ធមានដូចជាលោហៈតុងដែងលោហៈអាលុយមីញ៉ូមលោហៈមាសដែលមាននៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃនិងទី3នោះគឺបងប្អូនអាចប្រាប់ផលិតផលមួយចំនួនដែលផលិតចេញពីសំលោហៈដែលគេយកមកប្រើប្រាស់នៅក្នុងជីវភាពប្រចាំថ្ងៃហើយចុងក្រោយគេគឺទី4បងប្អូនអាចពន្យល់អំពីសារៈសំខាន់នៃការកែច្នៃលោហៈឡើងវិញមុននឹងចូលដល់ខ្លឹមសារមេរៀនថ្មីនោះលោកគ្រូនឹងធ្វើអត្រាកំណែកិច្ចការផ្ទះជូនបងប្អូនអញ្ចឹងសូមបងប្អូនមកមើលកិច្ចការផ្ទះទាំងអស់គ្នាបាទនៅក្នុងកិច្ចការផ្ទះនៅវីដេអូមុនគឺលោកគ្រូដាក់តែមួយសំណួរទេអញ្ចឹងសំណួរទី1សរសេរសម័យកាលអគ្គិសនីវិភាគកម្ដៅរលាយនៃកសូដ្យូមក្លរ៉ូនិងខអាលុយមីញ៉ូមអុកស៊ីតអញ្ចឹងយើងដឹងហើយថាសូដ្យូមក្លរ៉ូគឺជារ៉ែអំបិលដែលគេចង់ទាញយកលោហៈសូដ្យូមចេញគេត្រូវប្រើវិធីអគ្គិសនីវិភាគបាទហើយចំពោះអាលុយមីញ៉ូមវិញគឺគេចង់បានអាលុយមីញ៉ូមអញ្ចឹងគេយកចេញពីរ៉ែរបស់វាគឺរ៉ែបុកស៊ីតហើយរ៉ែបុកស៊ីតនេះគឺមានខនិជគឺជាអាលុយមីញ៉ូមអុកស៊ីតបាទអញ្ចឹងយើងចូលដល់ចម្លើយរបស់យើងតែម្ដងអញ្ចឹងដំណើរការអគ្គិសនីវិភាគសូដ្យូមក្លរ៉ូដោយកម្ដៅរលាយហ្នឹងគឺនៅពេលដែលយើងដុតវាកម្ដៅគឺវាបាទនៅពេលដែលដុតកម្ដៅឲ្យរលាយទៅវាបំបែកទៅជាអ៊ីយ៉ុង2គឺសូដ្យូមហើយនឹងក្លរហើយអ៊ីយ៉ុងទាំងពីរហ្នឹងវារត់ទៅទីតាំងផ្សេងគ្នានៃអេឡិចត្រូតហើយអេឡិចត្រូតរបស់យើងហ្នឹងគឺបាទមានប៉ូល2គឺប៉ូលបូកដែលយើងឲ្យឈ្មោះថាអាណូតហើយប៉ូលដកដែលយើងឈ្មោះហៅថាកាតូតបាទអញ្ចឹងផ្នែកកាតូតអ៊ីយ៉ុងណាដែលរត់ទៅផ្នែកកាតូតអញ្ចឹងយើងដឹងហើយថាផ្នែកកាតូតគឺប៉ូលដកដូច្នេះអ៊ីយ៉ុងដែលអាចធ្វើដំណើរទៅផ្នែកកាតូតបានគឺអ៊ីយ៉ុងដែលមានបន្ទុកបូកអញ្ចឹងបន្ទុកបូកគឺអ៊ីយ៉ុងសូដ្យូមអញ្ចឹងសូដ្យូមវានឹងបូកមួយអេឡិចត្រូនដើម្បីក្លាយទៅជាបាទលោហៈសូដ្យូមបាទហើយបន្ទាប់មកទៀតគឺបាទនៅផ្នែកអាណូតប៉ូលបូកអញ្ចឹងអ៊ីយ៉ុងដែលអាចផ្លាស់ទីបានទៅផ្នែកអាណូតគឺមានតែអ៊ីយ៉ុងក្លរដូច្នេះអ៊ីយ៉ុងក្លរវាបានរងអុកស៊ីតកម្មបាទវាក្លាយទៅជាឧស្ម័នក្លរបូកនឹង2អេឡិចត្រូនអញ្ចឹងដើម្បីសម្រួលសមីការតរយៈការនេះបានគឺយើងត្រូវបាទធ្វើម៉េចឲ្យអេឡិចត្រូនវាស្មើគ្នាអញ្ចឹងខាងលើគឺវាទទួលយក1អេឡិចត្រូនលំនាំរេដូកម្មហើយខាងក្រោមគឺទៅបោះបង់2អេឡិចត្រូនអញ្ចឹងយើងត្រូវបាទគុណអង្គខាងលើនឹង2បាទអញ្ចឹងយើងបូកវាបញ្ចូលគ្នាយើងបានសមីការលំនាំអគ្គិសនីវិភាគសូដ្យូមក្លរ៉ូកម្ដៅរលាយគឺ2សូដ្យូមបាទបំបែកទៅបានទៅជាសូដ្យូមហើយនឹងឧស្ម័នក្លរយើងចូលដល់សំណួរខគឺអគ្គិសនីវិភាគកម្ដៅរលាយនៃអាលុយមីញ៉ូមអុកស៊ីតអញ្ចឹងដូចគ្នានៅពេលដែលយើងកម្ដៅរលាយទៅគឺបាទអាលុយមីញ៉ូមអុកស៊ីតហ្នឹងវាបំបែកទៅជាអ៊ីយ៉ុងអាលុយមីញ៉ូម3បូកជាមួយនឹងឧស្ម័នអុកស៊ីសែន2ដកបាទមិនមែនឧស្ម័នអុកស៊ីសែនទេលោកគ្រូនិយាយខុសគឺអ៊ីយ៉ុងអុកស៊ីសែនបាទអញ្ចឹងនៅផ្នែកកាតូតគឺអ៊ីយ៉ុងនៃលោហៈរត់ទៅផ្នែកកាតូតអញ្ចឹងបាទអ៊ីយ៉ុងអាលុយមីញ៉ូម3បូកវាបូក3អេឡិចត្រូនដើម្បីបង្កើតបានទៅជាលោហៈអាលុយមីញ៉ូមហើយចំពោះអាណូតវិញបាទអាណូតគឺអុកស៊ីសែនអ្នករត់ទៅបាទអញ្ចឹងអុកស៊ីសែនវាបានបោះបង់4អេឡិចត្រូនដើម្បីក្លាយទៅជាឧស្ម័នអុកស៊ីសែនអញ្ចឹងយើងបូកសមីការទាំងពីរបញ្ចូលគ្នាបាទដោយសារតែអេឡិចត្រូនរបស់យើងវាមិនទាន់ស្មើគ្នាអញ្ចឹងយើងគុណនៅលើនឹង4អាក្រោមគុណនឹង3អញ្ចឹងយើងបានសមីការអគ្គិសនីវិភាគកម្ដៅរលាយនៃអាលុយមីញ៉ូមអុកស៊ីតគឺបាទ
អាលុមីញ៉ុមអុកស៊ីតបំបែកទៅបានទៅជាអាលុមីញ៉ុមបូកនឹងអូស្មန်អុកស៊ីសែនហើយជាទូទៅនៅពេលដែលយើងប្រើវិធីអគ្គិសនីវិភាគដើម្បីយកបកយកលោហៈណាមួយចេញពីរ៉ែរបស់វាគឺផ្នែកបាទកាតូតប៉ូលដកគឺតែងតែទទួលបានលោហៈហើយផ្នែកអាណូតប៉ូលបូកវិញភាគច្រើនគឺយើងទទួលបានអលោហៈហើយអលោហៈហ្នឹងភាគច្រើនគឺក៏កើតបានទៅជាអូស្មန်នេះគឺជាចំណុចមួយដែលបងអូនគួរតែចំណាំទុកដែរបាទឥឡូវយើងរំលឹកមេរៀនចាស់របស់យើងបាទអញ្ចឹងតកតងទៅនឹងការយកបកលោហៈគឺបងអូនដឹងហើយថាការយកបកលោហៈគឺយើងបានបែងចែកចេញជា3ផ្នែកគឺមានលោហៈសកម្មលោហៈមិនសូវសកម្មហើយនិងលោហៈគេហៅថាអសកម្មតែម្ដងណាបាទសកម្មតិចបំផុតបាទអញ្ចឹងចំពោះលោហៈសកម្មដូចជាសូដ្យូមអាលុយមីញ៉ុមកាល់ស្យូមឬក៏ប៉ូតាស្យូមគឺបាទយើងចង់ទាញយកលោហៈចេញពីរ៉ែឬក៏ចង់យកបកហ្នឹងគឺយើងត្រូវប្រើប្រាស់វិធីអគ្គិសនីវិភាគទើបយើងអាចទាញយកបានចំពោះលោហៈដែលមិនសូវសកម្មមានន័យថាវាមានលក្ខណៈសកម្មមធ្យមបាទគឺមានដូចជាស័ង្កសីដែកសំណឬក៏សំណប៉ែហាំងគឺគេអាចប្រើប្រាស់បាទអលោហៈដែលជាកាបូនឬក៏អ៊ីដ្រូសែនហើយចំពោះបាទលោហៈដែកគឺលក្ខណៈពិសេសគឺគេប្រើវិធីសាស្ត្រគឺយកបកវានៅក្នុងឡស្លដែកបាទហើយទី3វិញគឺចំពោះលោហៈដែលមានលក្ខណៈសកម្មខ្សោយមានថាគីមីរបស់វាខ្សោយអញ្ចឹងគឺមានដូចជាទង់ដែងប៉าร៉តអីជាដើមអញ្ចឹងគេប្រើវិធីលេងរ៉ែដោយផ្ទាល់ដើម្បីទាញយកលោហៈទាំងនេះចេញពីរ៉ែរបស់វាបាទឥឡូវលោកគ្រូមានរូបភាពចំនួន3ដើម្បីឲ្យបងប្អូនសង្កេតមើលហើយតើរូបភាពហ្នឹងវាផលិតចេញពីអ្វីបាទអញ្ចឹងរូបភាពទាំងនេះគឺជាទូទៅគឺលោកគ្រូទាញយកមកគឺវាផលិតចេញពីលោហៈបាទអញ្ចឹងមានដូចជាបាទម៉ូតូបាទទី2គឺបាទមានដូចជាកង់ហើយនិងទី3គឺ smartphone បាទប្រភេទទូរស័ព្ទទំនើបបាទលោកគ្រូមានសំណួរសួរថាតើសម្ភារៈទាំងនេះផលិតចេញពីលោហៈសុទ្ធដែរឬទេអញ្ចឹងបើយើងសង្កេតទៅលើបាទម៉ូតូរថយន្តកង់ឬក៏ smartphone ភាគច្រើនគឺសុទ្ធសឹងតែផលិតចេញពីលោហៈទោះបីជាបងអូនឃើញអលោហៈដូចជាជ័រនៅខាងក្រៅនេះជាអលោហៈប៉ុន្តែគ្រឿងខាងក្នុងគឺសុទ្ធតែជាលោហៈអញ្ចឹងនៅក្នុងចំណុចនេះគឺលោកគ្រូមិនចង់និយាយអំពីអលោហៈទេគឺលោកគ្រូផ្ដោតតែលើលោហៈលោកគ្រូចង់សួរថាតើលោហៈដែលគេយកទៅផលិតជាម៉ូតូលោហៈដែលគេផលិតទៅជាកង់និងលោហៈដែលផលិតបាទជាទូរស័ព្ទតើវាជាលោហៈសុទ្ធដែរឬទេបាទអញ្ចឹងបងអូនសាកព្យាយាមឆ្លើយទៅមើលបាទអញ្ចឹងលោកគ្រូគិតថាបងប្អូនបានឆ្លើយរួចរាល់ហើយអញ្ចឹងជាទូទៅការប៉ັດលោហៈដែលយើងយកមកប្រើប្រាស់តាក់ទងទៅនឹងជីវភាពប្រចាំថ្ងៃហ្នឹងគឺមិនសូវសម្បូរលោហៈសុទ្ធនោះទេភាគច្រើនគឺជាសំលោហៈដូចជាម៉ូតូនេះបាទម៉ូតូនេះគឺគ្រឿងផ្សំរបស់វាយើងនិយាយតែលោហៈគឺវាផ្សំចេញពីសំលោហៈនោះទេដែលសំលោហៈភាគច្រើនគឺជាប្រភេទនៃសំលោហៈដែលវាមិនច្រេះអញ្ចឹងមានន័យថាវាជាលបាយនៃដែកឬក៏ដែកថែបលាយជាមួយក្រូមឬក៏នីកែលដែលជាទូទៅយើងឃើញថាវាចាំងនៅកន្លែងបូមនៅកន្លែងអីហ្នឹងអាចជាដែកថែបពិសេសដែលវាមិនច្រេះហើយរឹងមាំល្អបាទហើយចំពោះកង់វិញគឺគេប្រើប្រាស់ដែកថែបកាបោនប៉ុន្តែបើសិនជាបងអូនមើលទៅលើកង់នេះគឺជាកង់ទំនើបដែលវាមានតម្លៃថ្លៃដែរអញ្ចឹងវាអាចខ្ទង់600ទៅ1000ជាងអញ្ចឹងជាទូទៅកង់ដែលមានតម្លៃថ្លៃគឺបងអូនចំណាំមើលវាតែងតែស្រាលហេតុអីបានជាស្រាលដោយសារតែគេលែងប្រើប្រាស់ដែកថែបគឺគេប្រើប្រាស់ជាលោហៈអាលុយមីញ៉ុមជាសំលោហៈអាលុយមីញ៉ុមមកជំនួសវិញអញ្ចឹងវាមានលក្ខណៈស្រាលហើយវាធន់មាំហើយអត់ងាយឡើងច្រេះបាទហើយចំពោះ smartphone គឺយើងដឹងហើយ smartphone បើសិនបើបងអូនជាអ្នកបាទគេហៅថា fan ខាងផ្នែកអេឡិចត្រូនិកអញ្ចឹងបងអូនអាចមើលទៅលើ YouTube ឬក៏មើលទៅលើបណ្ដាញសារព័ត៌មានផ្សេងជាទូទៅសម្បកនៃ smartphone បច្ចុប្បន្ននេះគឺគេតែងតែផលិតចេញពីលោហៈហើយគេតែងតែប្រើពាក្យមួយគឺបាទ stainless steel អាលុយមីញ៉ុម alloy បាទអញ្ចឹងតាក់ទងទៅនឹង stainless steel ហ្នឹងគឺជាប្រភេទដែកថែបហើយអាលុយមីញ៉ុម alloy ហ្នឹងគឺជាបាទសំលោហៈនៃអាលុយមីញ៉ុមនឹងឯងអញ្ចឹងមានន័យថាគេមិនអាចយកលោហៈអាលុយមីញ៉ុមសុទ្ធមកធ្វើបាទជាប្រអប់ឬក៏នេះទូរស័ព្ទនឹងទេស្រោមទូរស័ព្ទនៅខាងក្រៅនេះបាទអាព័ទ្ធជុំវិញហ្នឹងហេតុអីដោយសារលោហៈអាលុយមីញ៉ុមយើងវារាងទន់អញ្ចឹងគេត្រូវលាយជាមួយនឹងសំលោហៈដទៃទៀតដើម្បីឲ្យវាមានលក្ខណៈរឹងមាំជាងមុនហើយយើងដឹងថាអាលុយមីញ៉ុមគឺវាមិនងាយរឹងកំណោតទេអញ្ចឹងហើយបានគេសម្រេចយកវាមកធ្វើជាបាទគ្រឿងធ្វើប្រអប់ទូរស័ព្ទនៅខាងក្រៅហ្នឹង
ប៉ុន្តែបច្ចុប្បន្នលោកគ្រូទើបតែសង្កេតឃើញថ្មីដែរឃើញថាមានសំលោហៈបាទ magnesium អាលុយមីញ៉ូមគឺជាលបាយនៃលោហៈពីរហ្នឹងដែលគេយកមកផលិតសម្រាប់ធ្វើកុំព្យូទ័រហើយជាពិសេសពពួកកុំព្យូទ័រដែលមានតម្លៃថ្លៃចាប់ពី$1000ជាងដូចជាពពួក Asus ROG Strix G ឬក៏ប្រភេទពពួក Cyber ហើយហ្នឹងគឺសុទ្ធតែផលិតចេញពី magnesium alloy លាយជាមួយនឹងអាលុយមីញ៉ូមប៉ុន្តែលោកគ្រូក៏មិនទាន់ដឹងច្បាស់ថាតើវាមានលក្ខណៈពិសេសអីបានជាគេយកអា magnesium ហ្នឹងមកលាយជាមួយអាលុយមីញ៉ូមនឹងវាខុសពីមុនគឺគេលាយជាមួយនឹងអាលុយមីញ៉ូមជាមួយនឹងសារធាតុដតៃទៀតដែលមានលក្ខណៈសចាំងប៉ុន្តែដល់ពេល magnesium ហើយនឹងអាលុយមីញ៉ូមភាគច្រើនគឺវាមានពណ៌រាងគ្រើមកម្ៅបាទអញ្ចឹងយើងចូលដល់ខ្លឹមសារនៃមេរៀនរបស់យើងតែម្ដងបន្ទាប់ពីយើងនិយាយអំពីលោហៈបានច្រើនគួរសមដែរអញ្ចឹងយើងចូលដល់រម៉ាំងទី2យើងនិយាយអំពីបម្រើបម្រាស់នៃលោហៈអញ្ចឹងបងប្អូនបានដឹងហើយថាក្នុងជីវភាពរស់នៅរបស់យើងហ្នឹងគឺផ្សារភ្ជាប់ជាមួយលោហៈនិងអលោហៈគ្រាន់តែថាបើសិនជាសម្ភារៈមាំសម្ភារៈធ្វើជារបងផ្ទះហ្នឹងភាគច្រើនគឺយើងផលិតចេញពីលោហៈអញ្ចឹងតើលោហៈយើងប្រើប្រាស់សម្រាប់ធ្វើអ្វីខ្លះបាទអញ្ចឹងលោកគ្រូមិនលើកទាំងអស់ទេព្រោះអីបើយើងនិយាយអំពីបម្រើបម្រាស់លោហៈទាំងអស់ហ្នឹងគឺច្រើនមែនតើបាទអញ្ចឹងនៅពេលដែលយើងសម្រេចក្នុងការជ្រើសរើសយកលោហៈមកផលិតជាសម្ភារៈឬក៏វត្ថុប្រើប្រាស់ផ្សេងហ្នឹងគឺយើងត្រូវគិតទៅលើកត្តា3យ៉ាងសំខាន់មានន័យថាយើងមិនមែនចេះតែរនឹកថាអូលោហៈថ្លៃយកទៅធ្វើលបងផ្ទះអីអត់ទេបាទអញ្ចឹងតើកត្តាទាំង3ហ្នឹងមានអ្វីខ្លះទៅបាទកត្តាទាំង3ហ្នឹងគឺមានទី1គឺនិយាយអំពីលក្ខណៈរូបដែលលក្ខណៈរូបគឺយើងផ្ដោតទៅលើចំណុចរំពុះចំណុចរលាយដងស៊ីតេរបាំងហ្នឹងមានន័យថាភាពរឹងរបស់វាហើយទី2គឺគេសង្កេតទៅលើលក្ខណៈគីមីរបស់វាហើយលក្ខណៈគីមីគឺចង់សំដៅទៅលើប្រតិកម្មគីមីសំដៅទៅលើការធន់ឬក៏កំណត់មានន័យថាតើធាតុគីមីឬក៏លោហៈហ្នឹងវាឆាប់រងកំណត់ដែរឬទេហើយចំណុចទី3គឺយើងនិយាយអំពីតម្លៃអញ្ចឹងតកតងនឹងកត្តាទាំង3ហ្នឹងហើយទើបយើងយកវាមកផលិតជាសម្ភារៈផ្សេងឥឡូវលោកគ្រូឧទាហរណ៍លោហៈ2ឲ្យបងប្អូនមកប្រៀបធៀបគ្នាគឺលោហៈមាសហើយនិងលោហៈតុងដែងអញ្ចឹងឧទាហរណ៍ថាប្រសិនបើលោកគ្រូចង់ធ្វើជារបងផ្ទះសួរថាតើលោកគ្រូអាចយកលោហៈមាសឬក៏លោហៈតុងដែងហ្នឹងទៅធ្វើជារបងផ្ទះបានដែរឬទេបាទបងប្អូនប្រហែលជាគិតថាលោកគ្រូចេះតែសួរសំណួរអីដូចជាលក្ខណៈដូចជាសំណួរចាញ់ទាំងកូនក្មេងទៀតបងប្អូនប្រហែលជាគិតអញ្ចឹងត្រូវទេបាទបងប្អូនគិតថា 100% គេមិនដែរយកមាសនិងតុងដែងហ្នឹងទៅធ្វើជាលបងទេប៉ុន្តែបងប្អូនដែរចាប់អារម្មណ៍ហេតុអីបើសិនជាវាជាលោហៈដូចគ្នាហ្នឹងបាទការពិតទៅយើងមិនអាចយកវាទៅធ្វើរបងនោះដោយសារទី1មាននឹងតុងដែងវាមានលក្ខណៈទន់ទី2តម្លៃរបស់វាថ្លៃបើយើងប្រៀបធៀបជាមួយនឹងបាទលោហៈដែកឬក៏សំលោហៈដែកឬក៏យើងហៅថាដែកថែបអញ្ចឹងបើសិនបើយើងយកបាទមាសតែម្ដុំនេះទៅធ្វើលបងមិនបានទេប៉ុន្តែបើយើងយកមាសម្ដុំនេះទៅលក់ធ្វើលបងបានមិនមែនធម្មតាណាបាទមាសនេះម្ដុំនេះគឺ1គីឡូអញ្ចឹងរាប់ម៉ឺនដុល្លារអញ្ចឹងយើងធ្វើបានលបងច្រើនដូច្នេះមានន័យថាការឧទាហរណ៍របស់លោកគ្រូនោះគឺចង់បញ្ជាក់ថាយើងយកលោហៈទោះបីជាវាស្ថិតនៅក្នុងអំបូរលោហៈដូចគ្នាក៏ដោយក៏ប៉ុន្តែគឺយើងយកវាទៅប្រើប្រាស់ឲ្យសមទៅនឹងលក្ខណៈរបស់វាឥឡូវបើលោកគ្រូនិយាយអំពីលក្ខណៈលោហៈពីរនឹងដដែលហើយលោកគ្រូចង់ផលិតទៅជាខ្សែភ្លើងមួយដែលមានប្រវែងឧទាហរណ៍ថាខ្សែភ្លើងមានប្រវែង10ម៉ែត្រទៅចុះតើលោកគ្រូគួរតែជ្រើសរើសយកលោហៈណាមកប្រើក្នុងចំណោមលោហៈទាំងពីរនេះអញ្ចឹងបើបងប្អូននិយាយអំពីលក្ខណៈចម្លងចរន្តអគ្គិសនីគឺយើងនិយាយអំពីលក្ខណៈរូបណាបាទគឺលោហៈមាសគឺចម្លងចរន្តអគ្គិសនីលេខ1នៅក្នុងចំណោមលោហៈទាំងអស់ហើយតុងដែងដូចជាលេខ3ទេបន្ទាប់ពីលោហៈប្រាក់បាទអញ្ចឹងទី1គឺយើងមើលទៅលើលក្ខណៈរូបចំណុចរំពុះរលាយនិងរបាំងបាទអញ្ចឹងតកតងទៅនឹងលក្ខណៈរូបយើងឃើញថាលោហៈមាសគឺទន់ខ្លាំងជាងលោហៈតុងដែងអញ្ចឹងតុងដែងរបស់យើងគឺរាងរឹងជាងទី2លក្ខណៈគីមីគឺមាសហើយនឹងតុងដែងគឺមិនរងកំណត់ដូចគ្នាមានន័យថាវាមិនងាយមានរងប្រតិកម្មបាទគីមីឲ្យវាបង្កើតបានទៅជាសារធាតុណាមួយតែកត្តាទី3គឺកត្តាតម្លៃបើយើងប្រៀបធៀបរវាងតុងដែងនិងមាសគឺខុសគ្នាឆ្ងាយមែនតើបាទមាសរបស់យើងគឺថ្លៃជាងតុងដែង10 20ដងបាទយើងដឹងថាតុងដែងបើយើងផលិតជាខ្សែភ្លើងគឺមានតម្លៃធូរថ្លៃតែបើយើងយកខ្សែភ្លើងផលិតពីមាសគឺថ្លៃមែនតើអញ្ចឹងជំរឿនដែលល្អសម្រាប់ការផលិតជាសម្ភារៈដែលលោកគ្រូយកមកធ្វើជាខ្សែភ្លើងគឺប្រកាសជាជ្រើសរើសយកលោហៈអាលុយមីញ៉ូមហើយមិនយកមាសទេបាទហើយនៅពេលដែលបងប្អូនមានកត្តាទាំងនេះហើយបងប្អូនត្រូវគិតពីកត្តាសង្គមផ្សេងទៀតមានន័យថាបើសិនបើលោកគ្រូផលិតឥឡូវលោកគ្រូមិនគិតពីតម្លៃទេចឹងលក្ខណៈគីមីវាប្រហាក់ប្រហែលគ្នាចំណុចរំពុះមានថាប្រហាក់ប្រហែលគ្នាចោះឧទាហរណ៍ថាវាប្រហាក់ប្រហែលគ្នាទាំងអស់ប៉ុន្តែយើងគិតពីកត្តាសង្គមមួយទៀត
មានន័យថាប្រសិនបើយើងមិនគិតពីតម្លៃយើងខ្វែងតម្លៃនេះចោលមានថាយើងចង់ផលិតពីមាសក៏បានពីទងដែងក៏បានយើងអត់ខ្វល់ពីតម្លៃអញ្ចឹងប្រសិនបើយើងផលិតទៅជាខ្សែភ្លើងសួរថាមានអ្វីកើតឡើងអញ្ចឹងកត្តាសង្គមបាទបើសិនបើយើងយកមាសផលិតជាខ្សែភ្លើងយើងដឹងហើយថាប្រកាសជាបាត់ហើយយើងធ្វើល្ងាចហ្នឹងស្អែកប្រកាសជាបាត់ហើយដោយសារអីគឺកត្តាចោរកម្មមិនន័យថាចោលប្រកាសជាលុយខ្សែភ្លើងហ្នឹងបាទយកទៅលក់ព្រោះឲ្យមាសវាថ្លៃជាងទងដែងប៉ុន្តែបើយើងធ្វើពីទងដែងចោលមិនសូវលួចទេបាទអញ្ចឹងតើតើនឹងកត្តាសង្គមមួយទៀតបាទអញ្ចឹងមានន័យថានៅពេលដែលបងសម្រេចចិត្តទិញឬក៏សម្រេចចិត្តយកលោហៈណាមួយមកប្រើប្រាស់សូមបងគិតទៅលើចំណុចទាំង3ហ្នឹងជាកត្តាគោលសំខាន់បាទអញ្ចឹងលោកគ្រូចូលដល់ចំណុចកតែម្ដងយើងនិយាយអំពីការប្រើប្រាស់លោហៈសុទ្ធអញ្ចឹងលោហៈដែលលោកគ្រូឧទាហរណ៍មិញមាសហើយទងដែងហ្នឹងគឺលោហៈសុទ្ធដែរអញ្ចឹងយើងដឹងមកហើយថាលោហៈសុទ្ធបើយើងនិយាយអំពីលក្ខណៈរបស់វាគឺវារាងទន់ជាងសមលោហៈបាទប៉ុន្តែទោះជាយ៉ាងណាក៏ដោយគេនៅតែប្រើលោហៈសុទ្ធហ្នឹងយកមកប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃទេប៉ុន្តែបើសិនជាយើងប្រៀបធៀបរវាងលោហៈសុទ្ធនិងសមលោហៈគឺសមលោហៈគេប្រើច្រើនជាងមូលហេតុគឺយើងដឹងនេះលោហៈសុទ្ធគឺវាទន់នឹងឯងបាទចឹងតកតងទៅនឹងបាទចំណុចទី1គឺលោកគ្រូនិយាយអំពីលោហៈសំណអញ្ចឹងលោហៈសំណគឺភាគច្រើនគឺយើងអាចប្រើប្រាស់លោហៈសំណក្នុងទម្រង់ជាអង្គធាតុសុទ្ធបានដោយសារអីដោយសារសំណវាមានលក្ខណៈគីមីសកម្មខ្សោយវានៅជាប់អ៊ីដ្រូសែននឹងឯងវានៅខាងមុខអ៊ីដ្រូសែនក៏ប៉ុន្តែវាមានលក្ខណៈខ្សោយដែរបាទអញ្ចឹងលោហៈសំណហ្នឹងដោយសារតែគេឃើញថាលោហៈសំណសុទ្ធវាទន់វាងាយពុតបាទដោយមិនចាំបាច់ដុតកម្ដៅហើយម្យ៉ាងទៀតវាមិនរងកំណោតទេដូច្នេះជាទូទៅលោហៈសំណហ្នឹងគេយកវាទៅព័ទ្ធជុំវិញផ្សែងបំពង់ផ្សែងនៅក្នុងរោងចក្រឧស្សាហកម្មធំណានៅពេលដែលគេដុតឬក៏គេបាទធ្វើប្រតិកម្មចំហេះណាមួយគេមិនត្រូវបង្ហូរបំពង់ផ្សែងហ្នឹងគេហូតទៅលើទៅក្នុងបរិយាកាសហើយដាក់តវាទៅលើទៅក៏ប៉ុន្តែនៅពេលដែលដល់ដំណរនៃលោហៈមួយហ្នឹងគឺប្រកាសជាយើងត្រូវការសម្ភារៈយកទៅតវាមានន័យថាយើងអាចប្រើជាអលោហៈឬក៏លោហៈតែជាទូទៅអលោហៈវាចំណុចរំពុះនិងរលាយវាអាចឆាប់រលាយបាទបើសិនជាត្រូវកម្ដៅអញ្ចឹងយើងប្រើប្រាស់លោហៈអញ្ចឹងធ្វើត្បិតតែសំណវាចំណុចរំពុះរលាយវាអាចទាបប៉ុន្តែវាទន់នៅក្នុងការបិទផ្ចិតនៅកន្លែងរុនចន្លោះណាដែលទំនេរឬក៏ចន្លោះប្រហោងហ្នឹងគឺគេយកវាទៅបិទផ្ចិតនៅបំពង់ផ្សែងហ្នឹងបាទហើយមួយទៀតលោហៈសំណហ្នឹងគឺយើងប្រើនៅក្នុងបាទច្រវាក់ម៉ងបាទច្រវាក់ម៉ងហ្នឹងមាន2ប្រភេទទៀតច្រវាក់ម៉ងមួយគឺប្អូនចងម៉ងឲ្យដំបញ្ចូលអាហ្នឹងមិនមែនជាសំណទេវាគឺជាសំលោហៈដែកប៉ុន្តែអាសំណមួយទៀតដែលប្អូនទិញម៉ងមកស្រាប់ហើយគេចងឲ្យជើងម៉ងហ្នឹងគឺវាទន់អាហ្នឹងហើយគេហៅថាសំណហើយសំណសុទ្ធហ្នឹងគឺយើងប្រើនៅក្នុងក្បាលអាគុយផងដែរបាទអាគុយម៉ូតូអាគុយរថយន្តអាគុយដែលយើងចាប់ទូទស្សន៍នៅតាមទីជនបទហ្នឹងហើយរត់តែពិសេសមួយទៀតបាទសំណក៏ចូលក្នុងវិស័យបាទមន្តអាគមអូមអាមដែរបាទគឺនៅពេលដែលបាទយើងដឹងហើយនៅប្រជាកសិករឬក៏ប្រជាពលរដ្ឋរបស់យើងភាគច្រើនគឺយើងជឿណាស់ទៅលើអបិយជំនឿតាក់ទងទៅនឹងមន្តអាគមអូមអាមដូចជាខ្សែកថាបាទលើករាសីអីហ្នឹងអញ្ចឹងនៅពេលដែលឪពុកម្ដាយរបស់យើងបាទដូចជាឪពុកម្ដាយរបស់លោកគ្រូក៏ដូចតែគ្នាដែរបាទគាត់ជឿលើអបិយជំនឿនឹងដែរគឺនៅពេលដែលកូនចាប់ផ្ដើមធ្វើដំណើរទៅផ្លូវឆ្ងាយអីគាត់តែងតែសុំពរជ័យពីបាទព្រះសង្ឃដោយធ្វើជាខ្សែកថាខ្សែដៃអីចឹងបងប្អូនដែលចាប់អារម្មណ៍នេះខ្សែកថាដែលបាទព្រះសង្ឃឬក៏បាទគ្រូអាចារ្យអីធ្វើឲ្យយើងណាខ្សែកថាហ្នឹងគឺលក្ខណៈទន់ទេប្រទេសស្ដើងហ្នឹងអញ្ចឹងប្រទេសស្ដើងហ្នឹងមាន4ជ្រុងអញ្ចឹងនៅពេលដែលធ្វើខ្សែកថាគឺអាចារ្យឬក៏ព្រះសង្ឃហ្នឹងគាត់តែងតែចាឆ្លាក់ជាយ័ន្តឬក៏បាលីសំស្ក្រឹតអីផ្សេងនៅលើហ្នឹងហើយគាត់រុំជុំវិញខ្សែសគេហៅថាខ្សែស្លាត់ហ្នឹងអញ្ចឹងហ្នឹងគឺជាលោហៈសំណដែលគេយកទៅប្រើប្រាស់បាទដើម្បីផលិតជាសម្ភារៈផ្សេងដែលប្រើប្រាស់ទៅតាមតម្រូវការរបស់យើងបាទអញ្ចឹងបើយើងនិយាយអំពីមាសក៏យើងឃើញថាគេប្រើប្រាស់សុទ្ធដែរប៉ុន្តែវាមិនសូវសម្បូរទេដោយសារតែមាសគេប្រើប្រាស់នៅក្នុងគ្រឿងអលង្ការប៉ុន្តែទោះជាយ៉ាងណាក៏ដោយបាទមាសដែលយកមកប្រើធ្វើជាគ្រឿងអលង្ការធ្វើជាចិញ្ចៀនខ្សែដៃខ្សែកខ្សែជើងអីហ្នឹងគឺវាមិនមែនសុទ្ធ 100% ទេណាទាំងអស់គ្នាសូមចាំគឺជាទូទៅយើងតែងតែនិយាយពាក្យថាមាស98មាសទឹក8អញ្ចឹងអាហ្នឹងហើយគឺជាអត្ថន័យគឺមានន័យថាកាលណាគេប្រើពាក្យថាមាស98មានន័យថានៅក្នុងគ្រឿងអលង្ការរបស់យើងនោះគឺមានមាសសុទ្ធ 98% មានធាតុមិនសុទ្ធ 2% ទៀតគេអាចលាយតុងដែងឬក៏ផ្លាទីនចូលបាទដើម្បីឲ្យអីឲ្យខ្សែកគ្រឿងអលង្ការរបស់យើងហ្នឹងគឺវារឹងមាំជាងមុនវារឹងបាទចឹងយើងចូលដល់ទី2គឺគេប្រើមាសនៅក្នុងប្រទេស chip បាទប្រទេស chip computer គឺគេប្រើលោហៈមាសដោយសារអីលោហៈមាសចម្លងចរន្តអគ្គិសនីបានល្អបាទអញ្ចឹងគឺគេប្រើមាសសម្រាប់ផលិតជាបន្ទះ chip
computer បាទហើយការពិតទៅលើពីហ្នឹងមាសដុំដែលបងអូនឃើញហ្នឹងគឺជាមាសសុទ្ធដែលគេតម្កល់សម្រាប់ប្រទេសមួយបាទតម្កល់ទុកជាសម្អាងបាទឥឡូវយើងចូលដល់បន្ទាប់មកទៀតគឺយើងនិយាយអំពីលោហៈតុងដែងចឹងលោហៈតុងដែងក៏យើងអាចប្រើក្នុងទម្រង់ជាសុទ្ធហើយតុងដែងខ្លះក៏ប្រើជាសំលោហៈដូចគ្នាចឹងខ្សែភ្លើងដែលបងអូនប្រើប្រាស់បាទឃើញនៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃហ្នឹងគឺផលិតចេញពីលោហៈតុងដែងបាទប្រាក់កាក់ស្ពាន់អីជាដើមគឺផលិតចេញពីតុងដែងបាទប៉ុន្តែនៅត្រង់ចំណុចនេះបើយើងនិយាយទៅដល់បាទប្រាក់កាក់គឺមិនមែនជាលោហៈតុងដែងសុទ្ធទេប៉ុន្តែយើងនិយាយអំពីប្រភពគឺគេយកលោហៈតុងដែងទៅផលិតជាស្ពាន់ប្រាក់កាក់ហើយនឹងសម្រិតបាទហើយមួយទៀតគឺគេយកលោហៈតុងដែងទៅផលិតជាបំពង់ទុយោតូចឆ្មានៅក្នុងម៉ាស៊ីនជាពិសេសម៉ាស៊ីនផ្នែកវិទ្យាសាស្ត្រដែលគេវិភាគរកទិន្នន័យនៃលោហៈឬក៏អលោហៈណាមួយគឺគេតែងតែប្រើបាទលោហៈអាលុយញ៉ូមព្រោះអីវាមានប្រតិកម្មគីមីគឺវាខ្សោយវាសឹងតែមិនរងកំណត់អញ្ចឹងគេអាចប្រើប្រាស់វានៅក្នុងបាទប្រតិកម្មឬក៏ក្នុងម៉ាស៊ីនទាំងនោះបាទយើងនិយាយទៅដល់លោហៈអាលុយញ៉ូមអញ្ចឹងអាលុយញ៉ូមគឺច្រើនមែនតែនតាក់ទងទៅនឹងជីវភាពប្រចាំថ្ងៃយើងប្រើទាំងលោហៈអាលុយញ៉ូមសុទ្ធនិងលោហៈអាលុយញ៉ូមលក្ខណៈជាសំលោហៈបាទប៉ុន្តែភាគច្រើនយើងសង្កេតឃើញថាលក្ខណៈជាសំលោហៈច្រើនជាងអញ្ចឹងបើយើងនិយាយអំពីអាលុយញ៉ូមវាជាអង្គធាតុរឹងដែលមានពណ៌សដូចប្រាក់ហើយគេប្រើវាសម្រាប់ធ្វើអ្វីខ្លះបាទអញ្ចឹងបងអូនអាចឃើញហើយគឺគេប្រើលោហៈអាលុយញ៉ូមគឺសម្រាប់ធ្វើជាតួយន្តហោះហើយដើម្បីបានគេយកអាលុយញ៉ូមធ្វើជាតួយន្តហោះដោយសារតែអាលុយញ៉ូមគឺវាមានលក្ខណៈគីមីគឺមិនរងកំណត់ទី2អាលុយញ៉ូមគឺមានដងស៊ីតេតូចវាស្រាលបើប្រៀបធៀបជាមួយនឹងលោហៈដែកឬក៏លោហៈផ្សេងបាទហើយទី3តម្លៃរបស់វារៀងធូរថ្លៃដែរបើប្រៀបធៀបជាមួយលោហៈកម្រផ្សេងហើយលោហៈអាលុយញ៉ូមលក្ខណៈពិសេសរបស់វាគឺមិនរងកំណត់ដូចលោហៈដែកទេបាទបើលោហៈដែកយើងប្រើទៅគឺអាចឆាប់រងកំណត់ហើយយន្តហោះគឺគេមិនប្រើលោហៈដែកទេដោយសារអីដែកនៅពេលដែលត្រូវខ្យល់ត្រូវក្តៅត្រូវភ្លៀងផ្គររន្ទះគឺវាកាត់ជាច្រេះអញ្ចឹងកាត់ជាច្រេះធ្វើឲ្យលោហៈដែកនឹងរងកំណត់វាខូចអញ្ចឹងនៅពេលដែលហោះទៅអាចបាទធ្វើឲ្យយន្តហោះបាក់ឬក៏ខូចទ្រង់ទ្រាយណាមួយជាយថាហេតុបាទអញ្ចឹងគេប្រើប្រាស់អាលុយញ៉ូមធ្វើជាតួយន្តហោះបាទហើយមួយទៀតគឺសម្ភារៈដែលយើងប្រើប្រាស់តាក់ទងទៅនឹងសម្ភារៈផ្ទះបាយដូចជាកំសៀវផ្ដិលទឹកឆ្នាំងបាយអីជាដើមគឺផលិតចេញពីលោហៈអាលុយញ៉ូមអញ្ចឹងហេតុអីបានជាគេយកអាលុយញ៉ូមទៅប្រើប្រាស់នៅក្នុងវិស័យហ្នឹងគឺដោយសារវាមិនឡើងច្រេះវាស្រាលហើយពណ៌របស់វាគឺវាស្អាតដែលយើងមើលទៅគឺវាល្អស្អាតចាំងបាទបាយមិនសូវឆ្ងាញ់ដល់ពេលយើងបានដាក់ចានបាយដែលផលិតពីអាលុយញ៉ូមឬក៏ក្រូមហ្នឹងធ្វើឲ្យយើងមានអារម្មណ៍ស្រស់ស្រាយហូបទៅមានអារម្មណ៍ថាឆ្ងាញ់ជាងមុនបាទជួយបាទវាជួយលើកសម្រស់បាយរបស់យើងបាទហើយមួយទៀតគឺអាលុយញ៉ូមក៏គេយកទៅធ្វើជាគ្រោងបង្អួចគ្រោងទ្វារអីផ្សេងបាទអញ្ចឹងបច្ចុប្បន្ននេះលោកគ្រូសង្កេតឃើញគេប្រើប្រាស់លោហៈអាលុយញ៉ូមច្រើនតាក់ទងទៅនឹងគ្រោងទ្វារគ្រោងបង្អួចហ្នឹងដោយសារវាស្រាលងាយស្រួលបាទដឹកជញ្ជូនហើយមួយទៀតគឺអត់រងកំណត់បាទអញ្ចឹងគេអាចយកទៅធ្វើជាគ្រោងទ្វារឬក៏បង្អួចហើយមានច្រើនទៀតតែលោកគ្រូលើកឧទាហរណ៍តែប៉ុណ្្នឹងទេអញ្ចឹងដូចជានៅក្នុងកំប៉ុងភេសជ្ជៈក្បាលខ្សែកាបឆ្នាំងចានกระดาษដុតត្រីអីជាដើមអញ្ចឹងក្បាលខ្សែកាបបកគោភ្លើងធំហ្នឹងគឺគេប្រើប្រាស់អាលុយញ៉ូមគឺគេអត់ប្រើប្រាស់តុងដែងនោះទេបាទហើយនេះគឺជាតារាងប្រើប្រាស់លោហៈមួយចំនួនដែលបាទគឺលោហៈសូឌីយ៉ូមបាទគេប្រើប្រាស់ជាមេត្រជាក់នៅក្នុង reactor nuclear បាទហើយលក្ខណៈដែលអាចប្រើបានគឺវាចម្លងកម្ដៅបានល្អហើយចំណុចរលាយ98អង្សាសេហើយអាចហូរតាមបំពង់បាទ reactor nuclear ហ្នឹងហើយទី2គឺស័ង្កសីគេប្រើសម្រាប់ស្រោបដែកអញ្ចឹងស្រោបដែកការពារកុំឲ្យដែកឡើងច្រេះបាទហើយទី4សំណប៉ាហាំងប្រើនៅក្នុងកំប៉ុងម្ហូបអាហារបាទធ្វើពីដែកថែបឬក៏យើងអាចលាយទៅនឹងលោហៈអាលុយញ៉ូមដូចគ្រូឧទាហរណ៍មុនអញ្ចឹងបាទអញ្ចឹងហេតុអីបានគេប្រើសំណប៉ាហាំងដោយសារវាគ្មានប្រតិកម្មគីមីវាមិនពុលហើយនឹងការពារដែកកុំឲ្យរងកំណត់ស្តៀងទៅនឹងស័ង្កសីដូចគ្នាហើយនីកែលគេប្រើសម្រាប់ស្រោបលោហៈឬក៏ស្រោបដែកថែបដោយប្រើវិធីអគ្គិសនីវិភាគដោយសារអីបាទលក្ខណៈរបស់វាគឺវារាំងកំណត់បាទមានន័យថាមិនឲ្យលោហៈនៅខាងក្នុងរងកំណត់ខាំជាប់ជាមួយនឹងសាច់ដែកថែបបានល្អហើយភ្លឺគួរជាទីកយគុណហើយជាទូទៅនេះកែស្រោបដែកថែបហ្នឹងគឺយើងយកវាធ្វើប្រកាន់ដៃផ្ទះណាបាទឬក៏របងបង្អួចអីផ្សេងបាទបន្ទាប់មកទៀតគឺនិយាយអំពីទីតានបាទអញ្ចឹងទីតានគឺគេយកសម្រាប់បាទដាក់ធ្មេញជំនួសបាទឬក៏តំណឆ្អឹងតាគៀកឬក៏ឆ្អឹងផ្សេងហើយដាក់ក្នុងបំពង់យន្តហោះលក្ខណៈពិសេសរបស់វាគឺស្រាលមាំមិនរងកំណត់មិនពុលហើយងាយហូតជាលួសឬក៏ពុតជារាងផ្សេងហើយចុងក្រោយនេះគឺអាលុយញ៉ូមយើងដឹងគឺប្រើប្រាស់ខ្សែ
bạnនៅក្នុងក្បាលខ្សែកាបអគ្គិសនីហើយលក្ខណៈពិសេសចម្លងចរន្តអគ្គិសនីបានល្អប៉ុន្តែតួយ៉ាងណាក៏មិនល្អដូចទង់ដែងដែរបាទប៉ុន្តែវាមានតម្លៃថោកហើយនឹងស្រាលជាងទង់ដែងហើយវាធន់បាទនឹងកំណត់តម្លៃថោកនឹងឯងបាទយើងចូលដល់ការប្រើប្រាស់សំលោហៈវិញម្ដងអញ្ចឹងបាទយើងនិយាយអំពីការប្រើប្រាស់សំលោហៈលោកគ្រូលើកតែមួយទេគឺដែកថែបនឹងតែម្ដងបាទអញ្ចឹងសម្ភារៈដែលយើងប្រើប្រាស់រាល់ថ្ងៃហ្នឹងគឺជាសំលោហៈបាទដែលលាយអលោហៈមួយចំនួនដូចជាកាបូនឬក៏ស៊ីលីចូមហ្នឹងអញ្ចឹងនេះគឺជាដែកថែបអញ្ចឹងដែកថែបប្រើប្រាស់សម្រាប់សាងសង់អគារគ្រឿងចក្ររថយន្តនិងសម្ភារៈការិយាល័យផ្សេងឬក៏សម្ភារៈផ្ទះបាយបាទអញ្ចឹងយើងចូលដល់ចំណុចទី3និយាយអំពីការកែច្នៃឡើងវិញអញ្ចឹងតើការកែច្នៃឡើងវិញហ្នឹងវាមានសារៈសំខាន់អ្វីខ្លះទៅបានជាគេប្រើប្រាស់វិធីកែច្នៃមិនក៏មិនយកលោហៈចេញពីរ៉ែដោយផ្ទាល់បាទអញ្ចឹងការយកបកលោហៈចេញពីរ៉ែហ្នឹងវាត្រូវការចំណាយថវិកាច្រើនអញ្ចឹងដើម្បីសន្សំថវិកាទាំងនោះគឺយើងត្រូវប្រើវិធីកែច្នៃឡើងវិញហើយណាមួយទៀតយើងដឹងហើយថារ៉ែនៃលោហៈគឺជារ៉ែគឺជាធនធានរ៉ែដែលមិនកើតឡើងវិញអញ្ចឹងបើយើងបន្តយកជារៀងរហូតពីចំនួន1ទៅចំនួន1ធនធានធម្មជាតិរបស់យើងនៅក្នុងសម្បកផែនដីនឹងអស់អញ្ចឹងយើងនឹងជួបវិបត្តិបាទដែលគ្មានរបស់របរប្រើប្រាស់ដូច្នេះគេត្រូវតែកែច្នៃឡើងវិញអញ្ចឹងឧទាហរណ៍ថាការច្នៃលោហៈអាលុមីញ៉ូមគឺអាចសន្សំថវិកាបានប្រហែលរហូតដល់ទៅ 90% បើប្រៀបធៀបជាមួយនឹងថវិកាដែលចំណាយលើអគ្គិសនីហើយបងបានដឹងហើយគឺនៅក្នុងវីដេអូមុនលោកគ្រូនិយាយឲ្យមានថាចង់ទាញយកលោហៈអាលុមីញ៉ូមចេញពីរ៉ែបុកស៊ីតគឺយើងត្រូវប្រើចរន្តអគ្គិសនីបាទរហូតដល់10ស្វ័យគុណ5អំពែហើយសីតុណ្ហភាពរបស់វាគឺ1000អង្សាសេបាទអញ្ចឹងវាប្រើច្រើនមែនតើអញ្ចឹងតែបើសិនជាយើងយកលោហៈអាលុមីញ៉ូមដែលប្រើប្រាស់រួចហ្នឹងយកមកកែច្នៃឡើងវិញគឺចំណេញបានរហូតដល់ 95% នៃថវិកាដែលចំណាយលើចរន្តអគ្គិសនីបាទបងប្រហែលជាធ្លាប់ឃើញនិមិត្តសញ្ញាបែបនេះបាទនិមិត្តសញ្ញាបែបនេះគឺជានិមិត្តសញ្ញាបញ្ជាក់អំពីការ recycle មានន័យថាសម្ភារៈទាំងអស់នោះគឺអាចយកមកកែច្នៃឡើងវិញបានហើយមួយទៀតគឺតម្លៃបាទតម្លៃលេខនៅក្នុងនិមិត្តសញ្ញារាងត្រីកោណនេះគឺបញ្ជាក់អំពីចំនួនដងនៃការ recycle ឡើងវិញថាតើវាអាច recycle បានប្រមាណដងកែច្នៃឡើងវិញបានប្រមាណដងហើយជាទូទៅប្រទេសជឿនលឿនបងប្រហែលជាធ្លាប់ឃើញបាទនៅក្នុងរឿងកូរ៉េឬក៏រឿងចិនអីហ្នឹងគឺបាទនៅពេលដែលគេយកសម្ភារៈឬក៏កាកសំណល់ទៅបោះចោលគេតែងតែមានបាទកាកសំណល់វេសហ្នឹងគឺចង់បញ្ជាក់អំពីកាកសំណល់ផ្ទះបាយកាកសំណល់ដែលធ្វើពីលោហៈកាកសំណល់ដែលធ្វើពីកែវបាទឬក៏ផ្លាស្ទិកឬក៏កណាត់អីផ្សេងឬក៏សមាសធាតុអូហ្គានិកហ្នឹងគឺចង់បញ្ជាក់អំពីបន្លែផ្លែឈើមួយចំនួនបាទអញ្ចឹងគេបែងចែកបែបហ្នឹងគឺដើម្បីឲ្យងាយស្រួលនៅក្នុងការញែកសម្រាមហើយគេយកទៅបោះចោលឬក៏យកទៅកែច្នៃឡើងវិញទៅតាមលទ្ធភាពដែលគេអាចធ្វើបានបាទអញ្ចឹងយើងនិយាយអំពីអត្ថប្រយោជន៍នៃការកែច្នៃឡើងវិញទី1គឺប្រើប្រាស់ថាមពលតិចអញ្ចឹងបើយើងប្រៀបធៀបជាមួយនឹងការយកបកបាទលោហៈចេញពីរ៉ែហ្នឹងអញ្ចឹងប្រសិនបើយើងប្រៀបធៀបថាមពលដែលយើងទាញយកលោហៈចេញពីរ៉ែរបស់វាហើយនឹងការ recycle ឡើងវិញគឺបាទប្រើប្រាស់ថាមពលតិចជាងចំពោះការកែច្នៃបាទហើយទី2គឺប្រើប្រាស់ថវិកាតិចដោយលោកគ្រូបានបញ្ជាក់អំពីបាទអាលុមីញ៉ូមហើយទី3ចំណេញពេលវេលាហើយដែលបានចំណេញពេលវេលាបើសិនបើប្អូនបាទជ្រើសរើសយកការកែច្នៃលោហៈគឺចំណេញពេលវេលាច្រើនព្រោះអីបើយើងប្រៀបធៀបជាមួយនឹងការយកបកលោហៈគឺយើងត្រូវចំណាយបាទពេលវេលានៅក្នុងការជីកយករ៉ែចេញពីធម្មជាតិបាទចេញពីភ្នំឬក៏សម្បកផែនដីបន្ទាប់មកយើងត្រូវដឹកជញ្ជូនវាទៅកាន់រោងចក្រឧស្សាហកម្មហើយយើងត្រូវធ្វើអគ្គិសនីវិភាគឬក៏លោស្លដៃអញ្ចឹងយើងប្រើចំណាយរយៈពេលច្រើនថ្ងៃទើបបានលោហៈសុទ្ធប៉ុន្តែបើសិនជាយើងយកលោហៈដែលកែច្នៃរួចយើងយកទៅគ្រាន់តែដុតរំលាយវាទៅយើងទទួលបានលោហៈហ្នឹងហើយយកមកប្រើប្រាស់វិញបាទយើងអាចបរហូរទៅតាមពុម្ពផ្សេងដែលត្រូវការហើយទី4គឺកាត់បន្ថយកាកសំណល់អញ្ចឹងជាទូទៅនៅពេលដែលយើងកន្លែងណាដែលយកបកលោហៈឬក៏យកបករ៉ែណាមួយចេញពីសម្បកផែនដីតែងតែរងនៅផលប៉ះពាល់ដោយសារតែគេប្រើប្រាស់សារធាតុគីមីដើម្បីលាងរ៉ែអញ្ចឹងធ្វើឲ្យប៉ះពាល់ទៅដល់បរិស្ថានដែលនៅជុំវិញតំបន់ដែលគេជីកយករ៉ែហ្នឹងហើយកាកសំណល់ផ្សេងគឺប៉ះពាល់ខ្លាំងទៅដល់បរិស្ថានបាទហើយចុងក្រោយគេគឺកាត់បន្ថយការបំពុលបរិស្ថាននឹងឯងយើងដឹងថាបើសិនជាវាបន្សល់កាកសំណល់វាធ្វើឲ្យប៉ះពាល់បរិស្ថានជុំវិញប៉ុន្តែផ្ទុយមកវិញការកែច្នៃលោហៈឡើងវិញវាមិនសូវបន្សល់នៅកាកសំណល់ការពិតមិនមែនមានន័យថាបាទការកែច្នៃឡើងវិញមិនបំពុលបរិស្ថានទេវាបំពុលប៉ុន្តែបំពុលតិចបើប្រៀបធៀបជាមួយនឹងការយកបករ៉ែបាទដោយផ្ទាល់មានថាយកបកយកលោហៈចេញពីរ៉ែដោយផ្ទាល់បាទហើយចុងក្រោយគេគឺកាត់បន្ថយការជីកយករ៉ែមានន័យថាយើងកាត់បន្ថយនៅការបំផ្លាញធនធានធម្មជាតិ
នៅក្នុងសម្បកផែនដីបាទអញ្ចឹងទាំងអស់នេះគឺជាចំណុចសំខាន់នៅក្នុងការកែច្នៃលោហៈឡើងវិញដូច្នេះហើយបានជាប្រទេសជឿនលឿនគឺគេបាទតែងតែយកលោហៈដែលខូចហ្នឹងគឺយកទៅកែច្នៃឡើងវិញដូច្នេះហើយបានជាបងប្អូនតែងតែឆ្ងល់ថាចុះអេតចាយគេទិញលោហៈយកទៅណាបាទការពិតអេតចាយគេទិញលោហៈគឺយកទៅចូលរោងចក្រហើយរោងចក្រទាំងនោះគឺយកទៅជាបាទយកទៅបាទចម្រាញ់ឬក៏ដុតវាឲ្យរលាយហើយផលិតជាសម្ភារៈផ្សេងប្រើប្រាស់ទៅតាមតម្រូវការរបស់យើងវិញហ្នឹងបាទអញ្ចឹងលោកគ្រូនឹងសង្ខេបឡើងវិញបាទតកតងទៅនឹងការជ្រើសរើសយកលោហៈមកប្រើគឺយើងត្រូវពឹងផ្អែកទៅលើកត្តា3សំខាន់គឺកត្តាទី1គឺពឹងផ្អែកទៅលើលក្ខណៈរូបកត្តាទី2គឺយើងពិនិត្យមើលទៅលើលក្ខណៈគីមីនិងកត្តាទី3គឺយើងពឹងផ្អែកទៅលើតម្លៃរបស់វាបាទហើយមួយទៀតគឺការកែច្នៃឡើងវិញវាមានសារៈសំខាន់អ្វីខ្លះទៅបាទអញ្ចឹងការកែច្នៃឡើងវិញគឺលោកគ្រូសង្ខេបជារួមតែម្ដងគឺចំណេញពេលវេលាបាទទី2គឺចំណាយថវិកាតិចឬក៏យើងប្រើពាក្យថាចំណេញថវិកាក៏បានដែរបើយើងប្រៀបធៀបជាមួយនឹងការយកបកលោហៈនិងទី3ពណ៌ green បាទបៃតងគឺកាត់បន្ថយនៅការបំពុលបរិស្ថានបាទមុននឹងបញ្ចប់លោកគ្រូមានកិច្ចការផ្ទះជូនបងប្អូននៅក្នុងវីដេអូនេះយើងនឹងមាន3សំណួរចូលឆ្លើយសំណួរខាងក្រោមចូលរៀបរាប់ពីការប្រើប្រាស់លោហៈអាលុយមីញ៉ូមបាទសំណួរទី2ដើម្បីជ្រើសរើសលោហៈយកមកប្រើប្រាស់តើគេត្រូវពិនិត្យលើកត្តាអ្វីខ្លះតើគេប្រើប្រាស់លោហៈស័ង្កសីសម្រាប់ធ្វើអ្វីខ្លះបាទអញ្ចឹងលោកគ្រូសង្ឃឹមថាបងប្អូននឹងឆ្លើយបានគ្រប់សំណួរទាំង3នេះហើយចំពោះលោហៈស័ង្កសីគឺយើងអត់មាននៅក្នុងមេរៀនទេប៉ុន្តែលោកគ្រូសង្ឃឹមថាបងប្អូននឹងអាចស្វែងរកឯកសារបាទផ្សេងដើម្បីឆ្លើយនៅសំណួររបស់លោកគ្រូហើយជាពិសេសបច្ចុប្បន្នគឺយើងប្រើប្រាស់អ៊ីនធឺណិតអញ្ចឹងលោកគ្រូសង្ឃឹមថាបងប្អូននឹងអាចឆ្លើយបាននៅសំណួរទី3នេះយ៉ាងល្អឥតខ្ចោះបាទអរគុណច្រើនសម្រាប់ការតាមដានទស្សនាវីដេអូរបស់លោកគ្រូពីដើមរហូតដល់ចប់ជម្រាបលា